ស្ត្រីថ្ងៃនេះខ្ញុំណែនាំតទៅជាមួយនឹងឧបករណ៍មួយដែលឲ្យឈ្មោះថា DVR ខាលតទៅជាមួយនឹងកាមេរ៉ាឡាននេះដូចខ្ញុំបានដាក់នៅខាងមុខបង្ហាញអញ្ចឹងតទៅជាមួយនឹងឡានអញ្ចឹងបើសិនជាបងប្អូនតម្រូវត្រូវការតទៅជាមួយនឹងដាក់ឡានលក្ខណៈក្រុមហ៊ុនឬមួយក៏កុងតឺន័រឬមួយក៏ឡានបើកមានន័យថាឡានបើកខាងចំហៀងឬមួយអីណាឲ្យពេលឡានធំធំឬមួយក៏ឡានទៅយើងដាក់បានហើយតទៅជាមួយនឹងកាមេរ៉ាសុវត្ថិភាពនេះបាទដោយសារតែវាមានមុខងារជាច្រើនសម្រាប់ឡានហើយនឹងសុវត្ថិភាពមែនទែនតទៅជាមួយនឹងបើកនៅលើដងផ្លូវតាមដងវិថីឬមួយក៏អីហ្នឹងហើយនៅក្នុងរយៈកាលចុងក្រោយនេះដោយសារតែឃើញមានតទៅជាមួយនឹងឡានធំតែតែមានបញ្ហាប៉ះពីអីហ្នឹងគឺដំណោះស្រាយហ្នឹងគឺអត់បានទៀតតទៅជាមួយនឹងឡានដែរអញ្ចឹងគឺខ្ញុំយកនៅកាមេរ៉ាឡានតទៅជាមួយនឹង system នេះគឺល្អហើយខ្ញុំបានសាកល្បងជាមួយនឹងក្រុមហ៊ុនបុកផ្សេងដែលមានទីតាំងនៅរយៈគ្រប់ផ្លូវជាតិលេខ4តំបន់សេដ្ឋកិច្ចពិសេសបាទគឺជាក្រុមហ៊ុនដឹកជញ្ជូនតែគុំមួយដែរនៅក្នុងប្រទេសកម្ពុជាយើងហើយគាត់បានមកពាក់នៅឡានរបស់គាត់ហ្នឹងគ្រប់ឡានទាំងអស់បាទហើយរូបភាពវិញច្បាស់រហូតថតបានរហូតដល់18និង 4K ទៅជាមួយខាងមុខបាទឥឡូវយើងមកមើលនៅក្នុងកញ្ចក់ទាំងអស់ហ្នឹងថាមានអីខ្លះនៅក្នុងតទៅជាមួយនឹងកាមេរ៉ាហ្នឹងបាទហើយតែយើងត្រូវបំពាក់ឡានហ្នឹងយ៉ាងដូចម្ដេចឬមួយក៏យ៉ាងណាយើងនឹងទៅសិក្សានៅក្នុងរូបភាពដែលខ្ញុំបានថតនៅវីដេអូជាតាមទៀតតែពេលនេះខ្ញុំនឹងកាមេរ៉ាដែលនៅក្នុងទីតាំងម្ដងបាទនៅក្នុងនេះគឺយើងបានមកមាន memory គឺខាងពួកខ្ញុំ free memory 128GB ឲ្យមួយគ្រាប់ទៅជាមួយនឹង memory card នេះហើយនឹងសៀវភៅការណែនាំទៅសៀវភៅបាទបើសិនជាបងប្អូនយកទៅតម្លាខ្លួនឯងក៏បានដែរតែបើអត់ទេខាងខ្ញុំមានតម្លើងជូនទៅជាមួយកាមេរ៉ានេះផេតឡានតំណែងឡានអីចឹងណាឡានក្រុងឬមួយអីជាដើមហើយទៅជាមួយនឹងកាមេរ៉ាមានកាមេរ៉ា4គ្រាប់បាទកាមេរ៉ា4មាន4គ្រាប់នេះកាមេរ៉ាផេតកាមេរ៉ាគឺយើងបំពាក់នៅជំនាញមានន័យថាផេតឡានក្រុមយើងបំពាក់នៅជំនាញគឺផេតកាមេរ៉ាផេតនេះគឺយើងដាក់នៅជំនាញឡានបាទគឺស្អាតហើយមើលច្បាស់មែនទែនរហូតបានដល់18បាទចាំមកទៀតមាននៅកាមេរ៉ាផេតមួយជំនាញដែរនេះមើលខាងមុខឬមួយក៏ក្នុងកាប៊ីនដោយសារជាទូទៅយើងដាក់មាន4គ្រាប់យើងដាក់ខាងមុខជាជំនាញនិងក្នុងកាប៊ីនឬមួយខាងក្រោយបើសិនជាបងប្អូនចង់ដាក់ខាងក្រោយក៏យើងដាក់បានដែរទៅនឹងកាមេរ៉ាហ្នឹងហើយបើសិនជាទៅកុំព្យូទ័រយើងអាចតប្រកបចោលនៅទីហ្នឹងហើយយើងពេលដែលខាង driver គាត់មកបើកឬមួយអីយើងទៅចូលបន្តទីទៅជាធម្មតាទៅជាមួយនឹងការដំឡើងហ្នឹងអញ្ចឹងនេះគឺយើងដាក់មើលខាងមុខហើយនឹងក្នុងឬមួយខាងក្រោយបាទទៅជាមួយនឹងអីបានហ្នឹងxongមកទៀតគឺអេក្រង់វារហូតបានដល់ទៅតែ10អ៊ីង1អ៊ីងបាទអេក្រង់នេះគឺធំល្អច្បាស់មែនទែនទៅជាមួយនឹងអេក្រង់ហើយគឺមាន cable ខ្សែមួយឈុតទៅមួយខ្សែបាទនៅក្នុងនេះគឺមានខ្សែមួយឈុតតែម្ដងអ្វីដែលពិសេសយ៉ាងនេះគឺយើងមានអេក្រង់រហូតដល់ធំប្រើថាច់ខ្ញុំនឹងតែស្ងឲ្យមើលដូចគ្នាបាទពេលដែលក្នុងចុងក្រោយនៃវីដេអូបាទពេលនេះគឺខ្ញុំបង្ហាញហើយបន្តជាមួយអេក្រង់ទៅជាមួយនឹង cable ខ្សែបាទខ្សែចំនួន5ម៉ែត្រហើយនឹង10ម៉ែត្រជើងចាប់នេះ10តែនេះ10ម៉ែត្រហើយតទៅជាមួយនឹងជើងចាប់នៅខាងមុខកាប៊ីនហ្នឹងបាទគឺតទៅជាមួយនឹងអីបាននេះហើយអ្វីដែលពិសេសជាងនេះគឺអេក្រង់នេះយើងអាច play ជាមួយនឹង Apple CarPlay ឬមួយក៏ YouTube ឬមួយក៏ Android បានដូចជាទៅគឺផេតឡានដែលมันមាន Apple CarPlay ឬមួយក៏มันមាននៅ YouTube តទៅជាមួយនឹង computer ឬមួយក៏ឡានអីផ្សេងៗគឺយើងបំពាក់នៅកាមេរ៉ាសុវត្ថិភាពនេះទៅគឺនឹងផ្លាយជាកាមេរ៉ាមួយដែលមានទាំង Apple CarPlay ទាំង YouTube ទាំងអីតែម្ដងបាទហើយទៅជាមួយនឹង Wi-Fi បានទៀតបាទអញ្ចឹងហើយបើសិនជាបងប្អូនតម្រូវត្រូវការចង់ជាឬមួយក៏តាក់ទងអីអាចតាក់ទងតាមលេខទូរស័ព្ទឬមួយក៏ page Facebook ឬមួយក៏ website របស់ក្រុមហ៊ុនផ្ទាល់បាទអញ្ចឹងនឹងធ្វើការតេស្តតាក់ទងជាមួយនឹងកាមេរ៉ាទាំងអស់នេះថានៅក្នុង LED នេះមានអីខ្លះកម្មវិធីខ្លះហ្នឹងខ្ញុំនឹងធ្វើការជាប់តែឲ្យបងប្អូនមើលតាក់ទងជាមួយនឹងកាមេរ៉ាពេកនេះបាទហើយមានអីច្រើនទេយើងត connector មកយើងដោតមកហើយនៅក្នុងហ្នឹងយើងមានប្រភេទតុយបរិយនេះមួយសម្រាប់យើងដោតហើយមានកុងតាក់បិទបើកទៀតបើសិនជាករណីយើងចង់ឈប់ឡានហើយយើងផ្លត់ចោលកុំឲ្យវាស៊ីអគុយឬមួយអីចឹងណាមានកុំឲ្យវាប្រើអគុយខ្លាចអស់ភ្លើងទេអត់ឆេះអីយើងអាចបិទវាចោលបានបាទអញ្ចឹងខ្ញុំនឹងconnectចូលអញ្ចឹងយើងដោតហើយយើងកណ្ដេកខ្សែវាចូលមកទៅជាមួយខ្សែនេះយើងកណ្ដេកវាចូលទាំងពីរមក
ឲ្យវាដំណើរការបាទវាមាននេះវាដែរបាទហើយខ្ញុំមូលវាមកនេះអញ្ចឹងតើតោះជាមួយនឹងប្រើប្រភេទ Android បាទអញ្ចឹងវា load Android មកយើងពេលដែលយើងភ្ជាប់វាហើយមកបាទតើតោះជាមួយនឹងឧបករណ៍នេះ Android ទាំងហ្នឹងហើយ version នេះគឺចុង version ចុងក្រោយទៀតណាបាទសម្រាប់ការប្រើប្រាស់ឲ្យល្អមែនទែនតើតោះជាមួយនឹង LED នេះហើយនឹងនិយាយទៅខ្ញុំថាពេលដែលខ្ញុំបានដាក់នៅក្រុមហ៊ុនបុកផ្សេងហ្នឹងហើយគឺមានអារម្មណ៍មួយថាកាមេរ៉ានេះច្បាស់ហើយល្អមែនទែនបាទតើតោះជាមួយនឹងរូបភាពវិញច្បាស់ចាំពេលខ្ញុំនឹងដាក់នៅចុងវីដេអូថាការបើកសាកល្បងខាងពួកខ្ញុំដែលនៅក្នុងក្រុមហ៊ុនហ្នឹងវាមានកម្រិតរូបភាពច្បាស់យ៉ាងណាជាមួយនឹងសាកល្បងនៅក្នុងនេះគឺLED អញ្ចឹងយើងមើលទៅមានទាំង6និយាយទៅមាន6កាមេរ៉ាសម្រាប់យើងដាក់ណាតើតោះជាមួយនឹងអស់នេះmonitor នេះហើយនឹងកាមេរ៉ាប្រភេទនេះតែជាទូទៅយើងចង់បានប្រហែលកាមេរ៉ាយើងដាក់ប៉ុណ្ណឹងទៅចង់បានតែ4កាមេរ៉ាក៏បាន5កាមេរ៉ាក៏បានជាមួយនឹង3កាមេរ៉ាក៏បានដែរតែចិត្តបងប្អូនដែលជនចង់បានដាក់ចឹងណាបាទអញ្ចឹងយើងចូលមកក្នុងនេះមានទាំង music មានទាំង VT phone នេះថា VT phone នោះគឺសម្រាប់យើងខល Apple Play ហ្នឹងហើយ Bluetooth ទៅដល់ music យើងអាចដាក់កាសស្ដាប់តាមលក្ខណៈLED នេះក៏បានដែរមានន័យថា LED ហ្នឹងហើយវីដេអូទៅដល់ជាមួយនឹង setting យើងមានហើយមានការរៀងមានចូលមាន file manager ឬមួយក៏ driver អីហ្នឹងគឺមានអត់នៅក្នុងនេះយើងអាច set បានហើយនៅក្នុងនេះក៏មានលក្ខណៈ YouTube ឬមួយក៏ map អីផ្សេងៗបាទអញ្ចឹងនៅក្នុងនេះយើងជាប់មកមាន Wi-Fi យើងជាប់ Wi-Fi មកនេះ Wi-Fi យើងបើកមកហើយយើងជាប់មក play មកគឺបានដូចគ្នានឹងអ្វីដែលឡានដែលសេរីទំនើបដែរអញ្ចឹងយើងដាក់មកហើយអាច share ពីទូរស័ព្ទមកក៏បានអីក៏បានចឹងសម្រាប់បងប្អូនដែលចង់មើល YouTube វាហ្នឹងអញ្ចឹងគឺខ្ញុំអត់បានជួបបង្ហាញទេតែគាត់ខ្ញុំថានៅក្នុងនេះគឺមានទាំងអស់អ្វីដែលខ្ញុំបានបង្ហាញហ្នឹងគឺអញ្ចឹងឡាននេះគឺយើងអាចប្រើនៅអ្វីដែលដូចឡានទំនើបដែរអញ្ចឹងបាទគឺយើងដាក់នៅកាមេរ៉ាសុវត្ថិភាពនេះហើយគឺនឹងធិបបានដូចជាឡានយើងឡានសេរីទំនើបមួយដែលកំពុងតែប្រើនៅឡានដូចសេរីផ្សេងៗដែរបាទគឺដោយសារតែវាមាន option ច្រើននៅក្នុង monitor នេះបាទហើយគឺសេរីចុងក្រោយទៀតសម្រាប់អ្វីដែលបងប្អូនតម្រូវត្រូវការឲ្យក្រង់វាធំល្អមើលជាក់ភ្នែករហូតតែម្ដងបាទបានចិនទៅដាក់ឡានទៅកាមេរ៉ាទៅអត់បានណាទេបានឡានចិនទេណែបាទឡានឯងឡានចិនទៅអាមេរិកខាងអានេះមកអានេះឲ្យដំខ្ញុំមើលថានេះឆ្វេងស្ដាប់ហើយមើលតែអត់ឲ្យតាមមើលឯងមើលតាមខ្ញុំនេះសម្រាប់ជាងណានោះហេខំទៅទេអូទៅអត់ទៅអានេះបាល់ហើយKalau tu kan dia dah. Chung. Để mà thắng đó nè. Đặt thúc mắt. Chờ thả đi. Mà tầng hút ra đến đây. Để tạm lấy nè. Mình làm như bao hả? Tại đây mình tăng là nó phải chân ơi để tại mà nó thêm. Ông vừa tạo ra là thứ gì ta chung không ai bán ăn này. Làm bạn. Thì ta đây ta đây con nữa xem rồi. Ê, thì sao nó thì nhớ ta vừa giờ đi tăng chào này. Ta đi tới đâu đánh ta đây. Bọn nó là người ăn học. Rất ngon.
ហើយលិចបានហើយយើងគិតនិយាយឲ្យផងតែធ្លាក់លុបទៅដល់ហ្នឹងណា